បាទបងប្អូនថ្ងៃនេះមានវីដេអូមួយទៀតហើយបាទចេញពីធ្វើការវិញបងប្អូនគឺជីសម្ដៅមកផ្ទះហើយក៏កន្លែងឃើញមកហាងបាយមួយកន្លែងនៅត្រើយមកខាងបាទគេហៅថាកោះនរាបាទហើយយើងសម្លឹងពីកោះនរាទៅគឺយើងឃើញស្ពានបាទស្ពានដែលមានរូបទង់ជាតិបាទព្រលឹងជាតិខ្មែរយើងដ៏ស្រស់ស្អាតបងប្អូនហើយមួយទៀតគឺយើងមើលឃើញពីអគារដ៏ខ្ពស់នៅខាងកោះពេជ្រក៏ដូចជាអគារកណាឌីយ៉ាបាទស្អាតមែនទែនបងប្អូនបាទហើយខ្ញុំក៏ចូលមកឃើញហាងបាយបាទហាងបាយឆានអត់សូវមានមនុស្សទេប៉ុន្តែខ្ញុំមើលទៅការរៀបចំរបស់គាត់គឺស្រស់ស្អាតទេបងប្អូនដល់ពេលអញ្ចឹងខ្ញុំក៏ចាប់អារម្មណ៍បាទចូលទៅហូបបាយមួយចានបងប្អូនបាយហ្នឹងគឺមិនមែនជាបាយអីទេបាទគឺបាយសាច់គោបាទសាច់គោបាយឆាសាច់គោហ្នឹងហើយអត់មានបន្លែមានទេមកមានតែសាច់គោហើយនឹងបាយបន្តិចមកដូចជាទឹកត្រីកោះកុងបាទប៉ុណ្ណឹងហើយហូបបាទមួយចានហ្នឹងគឺមកប្រអប់ហ្នឹងគឺ7000បងប្អូនហើយឆ្ងាញ់មែនទែនបងប្អូនអើយហូបដល់ពេលដែលយើងធ្វើការអស់កម្លាំងពីអឺថ្ងៃមកអញ្ចឹងដល់ពេលល្ងាចម៉ោង7ម៉ោងអីហ្នឹងយើងចេញមករៀងជ្រុលម៉ោងអញ្ចឹងបាទអត់បានដាំបាយទេអញ្ចឹងគឺយើងហូបបាយក្រៅគឺមានអារម្មណ៍ថាម្យ៉ាងដែរបងប្អូនធ្លាប់ដឹងហើយខ្ញុំបាទទៅណាគឺម្នាក់ឯងទេបាទអត់មានគ្នាមានអីទេបាទប្រពន្ធមកទៅបាទមានអាន2 3នាក់អញ្ចឹងទៅបាទ3នាក់កូនអញ្ចឹងតែបើអត់ទេគឺតែឯងបាទហើយអង្គុយហូបបដើយើងមើលទេសភាពក៏ដូចជាមើលគេបាទគេមានគូបដើអញ្ចឹងណាតែបើរសជាតិគឺឆ្ងាញ់បាទបងប្អូនឆ្ងាញ់មែនទែនហើយខ្ញុំហូបមួយចានហូបអស់បងប្អូនអស់លីងហ្មងបាទគឺហូបអស់ហើយហូបភ្លេចគិតថាយើងអត់មានទឹកសុទ្ធបាទបន្ទាប់មកក៏កំងទឹកសុទ្ធគេមកដបទៀតបាទទឹកសុទ្ធគឺត្រជាក់មែនទែនបងប្អូនអើយដល់ពេលយើងហូបបាយក្តៅៗយើងទៀតបាទទឹកត្រីកោះកុងហិលទៅទៀតដាក់ទឹកសុទ្ធទៅគឺចាប់ចិត្តណាបងប្អូនខ្ទង់ម៉ោង7យប់ហ្នឹងហ្នឹងហើយបងប្អូនហើយវីដេអូក៏អត់មានអីជាវែងឆ្ងាយទៀតដែរបាទមានតែប៉ុណ្្នឹងទេបងប្អូនបាទកុំភ្លេចជួយបាទ Subscribe ក៏ដូចជា Like ឲ្យខ្ញុំបាទសម្បត្តិម្នាក់មួយបងប្អូនបាទជាចុងក្រោយខ្ញុំសូមបាទអរគុណបងប្អូនបាទជួបតែសំណាងល្អបាទនិងសុខសប្បាយទាំងអស់គ្នាបាទសុខភាពល្អទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលាចាំជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើនជម្រាបលាម្ដងទៀតបាយបាយ